នេះនំម្រះដាក់ម្រះចំនួន6ដើមស្មើនឹង3គុំម្រះនេះនង6ដើមដែរស្មើ3គុំណានេះកម្មកជួលថ្ងៃ25,000បាយទឹកខ្លួនឯងចេញក៏មានតកែកម្មកនេះម្ទេសប្លោក6ដើមត្រប់3ដើមត្រប់សពេញពោះដើមតូចផ្លែតូច6ដើមហើយពេញពោះផ្លែធំ6ដើមដូចគ្នាម្ទេសប្លោកម្ទេសហិល6ដើមនេះត្រប់ហើយចកាខាងនោះចកាពោតដាំប្រហែលជា200ដើមនេះតែដុះខ្លះនេះមានប្លុកហើយអានោះដុះជួសថែមនេះបាទនេះក៏ចកាពោតដែរនោះដុះមកតិចនេះដាំសាមុនវាដុះជួសថែមហើយនឹងយកក្របពូជយកមកជួសថែមទៀតនេះបែកខាងអលឹកនេះអលឹកដាក់បានប្រហែលគុំដែរតែមានដុះខ្លះអត់ខ្លះដុះបានប្រហែលគុំតូចមើលឃើញបាទហើយខាងនេះជីកស្រះកូនដងមួយសម្រាប់នេះយកទឹកស្រោចដំណាំស្រោចនេះហើយនោះនេះភ្លើងកែបដាក់បានប្រហែលរងដែរ2ខែក្រោយទៀតបានកាត់ហូបហើយនេះដីហើយមុនកាយដីព្រៃយកមកដាំបន្លែដាំពោតដាំអីហ្នឹងហូបនេះក្របតឡាចនេះរងតកួនបាយរឿងតាំងអោស្ពៃសស្ពៃជូនេះកម្មកដាំអីដឹងអស់ងាប់កម្មក25,000បាយទឹកខ្លួនឯងយកស្រោចទឹកហ្នឹងការងារខ្ជិលឲ្យអត់ច្រើនទេកុំឲ្យច្រើនពេកកម្មកហ្នឹងនេះសក់ផ្អែមដាក់បាន20គុំដែរនេះល្ពៅស្អិតបាទល្ពៅស្អិតនៅមានប៉ុណ្ណឹងដីប្រហែលជាទៅទឹង5ម៉ែត្របដោយ25ម៉ែត្រហ្នឹងហើយប៉ុណ្ណឹងអរគុណបងប្អូនចាំបានផលចាំថតឲ្យមើលទៀត